សួស្តីអ្នកទាំងអស់គ្នាខ្ញុំសិង្ហ Ma Studio ថ្ងៃនេះយើងនៅជាមួយកូនប្រុសរបស់សៃតាម៉ាដែលត្រូវបានគេនិយាយថាមកពីពិភពលោកមួយផ្សេងទៀតពិភពលោកនេះពោពេញទៅដោយមនុស្សដែលប្រើមន្តអាគមសមរភូមិនៃពិភពវេទមន្តអំណាចនៃមន្តអាគមនិងរឿងរ៉ាវចុងក្រោយបំផុតនៃភពអង្គារតើវានឹងទៅជាយ៉ាងណាចូលយើងចាប់ផ្ដើមនៅក្នុងពិភពលោកនេះវាពោពេញទៅដោយមនុស្សដែលប្រើប្រាស់មន្តអាគមការប្រើប្រាស់មន្តអាគមនៅទីនេះត្រូវបានចាត់ទុកថាជារឿងធម្មតាណាស់ពីព្រោះវាជាអ្វីដែលព្រះបានប្រទានហើយការប្រើប្រាស់មន្តអាគមក៏បញ្ជាក់ពីឋានៈរបស់ពួកគេផងដែរប៉ុន្តែប្រសិនបើមានក្មេងប្រុសម្នាក់ឈ្មោះ Mars គាត់មិនអាចប្រើមន្តអាគមតតែសោះប៉ុន្តែ Mars មានអំណាចដែលលើសពីមនុស្សនៅក្នុងលោកនេះ Mars ពឹងផ្អែកលើបុរសចំណាស់ម្នាក់ឈ្មោះ Lego Bandes ប៉ុន្តែប្រសិនបើគាត់ត្រូវធ្វើការជាមួយក្មួយប្រុសរបស់គាត់ដែលចូលចិត្តប្រើអំណាចរបស់គាត់ដើម្បីបំផ្លាញអ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះគាត់ជួសជុលកាន់តែច្រើនគាត់បំផ្លាញកាន់តែច្រើនបុរសចំណាស់ជាធម្មតាអនុញ្ញាតឲ្យ Mars ហ្វឹកហាត់តែសាច់ដុំប៉ុណ្ណោះរហូតដល់ Mars ខ្លួនឯងឆ្ងល់ថាអ្វីបានជាគាត់ត្រូវហ្វឹកហាត់គាត់ដែរប៉ុន្តែគាត់មិនបានប្រាប់ការពិតទេព្រោះ Mars មិនអាចប្រើមន្តអាគមតាំងពីកំណើតហើយ Lego បានសុំឲ្យគាត់ចេញទៅខាងក្រៅហើយហាមឃាត់ Mars មិនឲ្យទៅណាទាំងអស់នៅពេលដែលគាត់មិននៅផ្ទះ Mars ដែលបានឮរឿងទាំងអស់នេះមិនបានស្ដាប់តតែសោះ Mars បានចេញទៅទិញក្រែមជូអូប៉ុន្តែខ្យល់បានបក់សម្លៀកបំពាក់ការពាររបស់ Mars របូតចេញដូច្នេះមនុស្សគ្រប់គ្នានៅជុំវិញបានឃើញថាភពអង្គារមិនមានស្នាមនៅលើមុខរបស់គាត់ទេដែលខ្ញុំនឹងបញ្យល់ជាមុនសិនមនុស្សគ្រប់គ្នានៅក្នុងលោកនេះមានស្នាមនៅលើមុខរបស់ពួកគេហើយអាចប្រើមន្តអាគមបានប៉ុន្តែប្រសិនបើអ្នកមិនមានវាទេអ្នកមិនអាចប្រើមន្តអាគមបានទេ Brad Coleman ដែលបានទទួលការហៅទូរស័ព្ទពីការរាយការណ៍ថាគាត់បានជួបក្មេងដែលគ្មានស្លាកស្នាមគាត់ប្រញាប់ទៅភពអង្គារជាបន្ទាន់ប៉ុន្តែមុនពេលដែល Brad អាចនិយាយជាមួយ Mars បាន Lego បានយក Mars ចេញពីទីនោះ Brad បានប្រើមន្តអាគមដើម្បីដើរតាម Mars ដែល Mars បានចេញទៅហ្វឹកហាត់ដោយធម្មតាប៉ុន្តែការហ្វឹកហាត់ប្រភេទនេះគឺជាប្រដាប់ក្មេងលេងសម្រាប់ Mars រួចទៅហើយនៅពេលដែល Mars ត្រឡប់មកផ្ទះវិញ Lego ត្រូវបានគំរាមកំហែងជាមួយនឹងព័ត៌មានដែលមិនថាមានរឿងអ្វីកើតឡើងក៏ដោយគាត់មិនព្រមប្រាប់ថា Mars នៅឯណាទេនោះក៏ព្រោះតែ Mars គឺដូចជាកូនប្រុសរបស់គាត់ដែលគាត់បានហ្វឹកហាត់តាំងពីគាត់នៅក្មេងប៉ុន្តែមុនពេលដែល Lego ត្រូវបានសម្លាប់ដោយ Brad Mars បានមកជួយជីតារបស់គាត់ប្រវែដែលបានឃើញប្អូនប្រុសរបស់គាត់ត្រូវបានគេសម្លាប់គាត់បានវាយប្រហារភពអង្គារប៉ុន្តែមន្តអាគមរបស់ Brad មិនអាចធ្វើអ្វីភពអង្គារបានតតែសោះដូច្នេះ Brad បានផ្សំអំណាចវេទមន្តរបស់គាត់ហើយបានប្រើ Compass ជនជាតិ Argola ដើម្បីវាយប្រហារភពអង្គារវាបានបង្ហាញថាអំណាចរបស់ Brad មិនអាចធ្វើអ្វីបានចំពោះ Mars ទេដូច្នេះ Mars បានសុំខ្ចីដំបងវេទមន្តរបស់គាត់និងអំណាចដែល Mars បានបញ្ចេញទេខ្ញុំមិនបានលែងវាទេខ្ញុំនឹងបោះវាចោលធ្វើឲ្យ Brad បោះបង់ចោលហើយ Mars បាននិយាយថាប្រសិនបើគាត់រញ៉េរញ៉ៃជាមួយគ្រួសាររបស់គាត់ម្ដងទៀតគាត់ប្រកាសជាស្លាប់ដូច្នេះ Brad បានស្នើឲ្យ Mars ទៅសាលាវេទមន្តហើយធ្វើជាបូជាចារដែលប្រសិនបើ Mars ត្រូវបានជ្រើសរើសវាមានន័យថាបូជាចារនឹងទទួលយក Mars និងប្រជាជននៃពិភពលោកផងដែរ Brad ដែលសង្ឃឹមថានឹងទទួលបានប្រាក់និងអំណាចជាបូជាចារដែល Mars នឹងទទួលបានគាត់បានគ្រប់គ្រង Mars យ៉ាងពេញទំហឹងហើយគាត់ក៏នឹងបិទបាំងការពិតដែលថា Mars គ្មានអំណាចវេទមន្តដែរប៉ុន្តែប្រសិនបើ Brad បដិសេធការផ្ដល់ជូននេះ Brad នឹងបោះបាញ់គ្រួសាររបស់ Mars ពេញមួយជីវិតរបស់គាត់ដែលលើកក្រោយវាមានន័យថាប្រទេសទាំងមូលចង់បោះបាញ់ Mars ភពអង្គារដែលត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកចុះគ្រាន់តែទទួលយកការផ្ដល់ជូនវាងាយស្រួលពេកហើយម៉ាបានទទួលយកការផ្ដល់ជូនដើម្បីធ្វើឲ្យជីតារបស់គាត់រស់នៅដោយសន្តិភាពហើយម៉ានឹងក្លាយជាបូជាចារជាមួយនឹងដំបងវេទមន្តរបស់ពួកគាត់ប៉ុន្តែនៅថ្ងៃប្រឡងរុជីបានសម្លឹងមើលសិស្សដែលមានអំណាចក្នុងការប្រឡងគាត់គិតថាវាត្រូវតែបែបនេះមុនពេលប្រឡងគាត់ត្រូវបង្ហាញដំបងវេទមន្តរបស់គាត់ទេវាត្រូវតែតូចវាធ្វើឲ្យរុជីមានការភ័ន្តច្រឡំអំពីអ្វីដែលគាត់កំពុងធ្វើប្រូតេអ៊ីនល្អរបស់ Mars នឹងមិនដំណើរការលើជូគីនទេនឹងការលាក់ខ្លួនរបស់ Brad និងជីតាខ្ញុំមិនដឹងថាគាត់កំពុងលាក់ខ្លួនឬអត់ទេរុជីមិនគិតថា Mars នឹងប្រឡងជាប់ទេលើកនេះគាត់ជាអ្នកពិនិត្យហើយការប្រឡងលើកដំបូងគឺជាវេទមន្តក៏ដាស់ភពអង្គារបានបង្កើតប៊ិចវេទមន្តដែលខូចវាធ្វើឲ្យសភៅមើលទៅស្រស់ស្អាតរុជីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបៀបដែលម៉ាអាចធ្វើវាបានហើយការប្រឡងមួយទៀតម៉ាអាចប្រឡងជាប់បានយ៉ាងងាយស្រួលខណៈពេលដែលអ្នកផ្សេងទៀតគិតថាម៉ាប្រើមន្តអាគមប៉ុន្តែតាមពិតទៅតើគាត់បានប្រើវានៅឯណាហើយការប្រឡងបន្ទាប់គឺត្រូវរត់គេចពីវាលភក់នេះមានអន្ទាក់ជាច្រើននៅក្នុងវាលភក់នេះពេលវេលាកំណត់គឺត្រឹមតែ30នាទីប៉ុណ្ណោះភពអង្គារកំពុងស្វែងរកផ្លូវចេញភ្លាមៗនោះគាត់បានដើរជាមួយភពអង្គារមនុស្សម្នាក់នេះឈ្មោះ Melon ទីរ៉េម៉ុនអឺវីនប៉ុន្តែនាងបានបញ្ឆោតគាត់ឲ្យខ្ជះខ្ជាយពេលវេលានាងមានហេតុផលដើម្បីធ្វើវាប៉ុន្តែដោយសារអំណាចនេះនាងមិនអាចបញ្ឈប់ Mars បានទេ Mars បានលាតដៃនឹងជើងរបស់គាត់ហើយរត់ចេញពី Raymond ប៉ុន្តែភ្លាមៗនោះអ្នកគ្រប់គ្រងនៃវាលភក់បានវាយប្រហារ Raymond នាងមិនអាចប្រយុទ្ធជាមួយគាត់បានតតែសោះហើយនាងគិតថានាងចប់ហើយប៉ុន្តែបន្ទាប់មក Mars បានត្រឡប់មកជួយនាងវិញគាត់បានធ្វើវាព្រោះគាត់មានអារម្មណ៍សោកស្ដាយចំពោះ Raymond បាននិយាយថាចិត្តដល់ពេលហើយដែលធ្វើឲ្យ Mars សម្រេចចិត្តបំបែកផ្លូវវង្វេងរហូតដល់ច្រកចេញវាធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាសកម្មភាពរបស់ Mars មិនយុត្តិធម៌ចំពោះអ្នកដទៃដែលរុជីក៏បានស្ដីបន្ទោសអ្នកដទៃប៉ុន្តែ Raymond បាននិយាយថានាងមានអារម្មណ៍ថាមានកំហុសនាងបានសារភាពថានាងត្រូវបានបញ្ជាដោយរុជីឲ្យបញ្ឈប់ Mars មិនឲ្យចូលទៅក្នុងវាលភក់ប្រសិនបើនាងទទួលបានជោគជ័យនាងអាចប្រឡងជាប់ហើយទៅសាលារៀនបានមូលហេតុដែលនាងធ្វើបែបនេះគឺដោយសារតែគ្រួសាររបស់នាងក្រីក្រខ្លាំងណាស់ប៉ុន្តែនៅពេលដែលនាងត្រូវបានជួយដោយ Mars វាបានធ្វើឲ្យនាងការពារ Mars ហើយពាក្យមួយរបស់ Mars គឺសូមរៀបការជាមួយខ្ញុំផងខ្ញុំមិនបាននិយាយអ្វីទាំងអស់រុជីបាននិយាយថានាងមិនចូលចិត្ត Mars ទេហើយនាងចង់កម្ចាត់ Raymond ចោល
ប្រសិនបើអ្នកទាំងពីរមានបញ្ហាអ្នកអាចនិយាយជាមួយខ្ញុំបានប៉ុន្តែមនុស្សភរិយារបស់ Warbird បានបង្ហាញខ្លួននាងបានប្រកាសថាការប្រឡងចុងក្រោយគឺជាការសម្ភាសនាងជាចៅក្រមមុនពេលនាងចាក់ចេញនាងបានប្រាប់ Rochi ថានាងនឹងមកបន្ទប់របស់នាងបន្ទាប់ពីរឿងនេះអ្នកដំបូងដែលចូលរួមក្នុងការសម្ភាសគឺ Mars Warbird បានសួរនាងថាហេតុអ្វីបានជានាងមកសាលានេះហើយហេតុអ្វីបានជានាងជួយស្ត្រីនោះនៅពេលដែលនាងជិតអស់ពេល Mars បានប្រាប់នាងថានាងមកសាលាដោយខ្លួនឯងហើយនាងនឹងនៅជាមួយក្រុមគ្រួសាររបស់នាងហើយនាងពិតជាបានជួយស្ត្រីនោះមែនព្រោះនាងមិនចង់ស្ដាយក្រោយនៅពេលក្រោយ Warbird បានបង្ហាញអំណាចដ៏គួរឲ្យខ្លាចរបស់នាងទៅកាន់ភពអង្គារនេះគឺជាមន្តអាគមបុរាណមួយដើម្បីដាក់ព្រលឹងរបស់មនុស្សសំខាន់ម្នាក់នៅក្នុងតុក្កតាប្រសិនបើកូនសោត្រូវបានដាក់នៅក្នុងតុក្កតាព្រលឹងរបស់មនុស្សនោះនឹងមិនអាចត្រឡប់ទៅរូបកាយវិញបានទេ Mars មិនបានរងចាំទេនាងបានដាក់កូនសោចូលទៅក្នុងតុក្កតាយ៉ាងលឿន Warbird មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Mars ហើយភ្នែករបស់នាងដូចជារង្វាន់ Nobel Mars បានប្រឡងជាប់ដោយមិនស្ទាក់ស្ទើរប្រសិនបើ Warbird មិនស្ដាប់បង្គាប់ Mars នឹងវាយ Warbird ជាមួយឆ្កែរបស់នាងទោះបីជាគណៈកម្មការមិនចូលចិត្តថា Mars មិនគោរព Warbird ក៏ដោយ Warbird មានចិត្តល្អចំពោះ Mars ហើយអនុញ្ញាតឲ្យនាងចូលសាលានៅក្នុងថ្នាក់ដំបូងគ្រូបានផ្ដល់កូនសោដល់ចៅវេទមន្តចូលយើងមើលពីរបៀបដែល Mars ឈឺគាត់ខឹងគ្រូខ្លាំងណាស់វាហាក់ដូចជា Mars ក៏ត្រូវបានសិស្សដទៃទៀតធ្វើបាបដែរមិត្តភ័ក្តិដំបូងដែល Mars បានជួបគឺ Finn M គាត់ហាក់ដូចជាស្គាល់សាលានេះព្រោះគាត់ជាសិស្សច្បងដែលបានមកសាលាមុន Mars គាត់ចង់ឲ្យ Mars សួរគាត់អំពីអ្វីដែលគាត់ចង់ដឹង Mars បានសួរគាត់ពីរបៀបក្លាយជាប្រធានាធិបតីដើម្បីក្លាយជាប្រធានាធិបតី Mars ត្រូវប្រមូលកាក់មាសពីការប្រឡងការសិក្សាសកម្មភាពក្រៅម៉ោងសិក្សានិងជីវិតសិក្សាប៉ុន្តែរឿងរ៉ាវរបស់ប្រធានាធិបតីហាក់ដូចជាធ្វើឲ្យ Mars មានអារម្មណ៍ថាហេតុអ្វីបានជាវាពិបាកម្ល៉េះយ៉ាងណាក៏ដោយសូមអរគុណនៅក្នុងថ្នាក់បន្ទាប់ Mars បានខ្ចីដំបងរបស់ Finn Mars មិនអាចលើកដំបងនោះឡើងបានទេដូច្នេះមិត្តភ័ក្តិម្នាក់របស់គាត់មិនចូលចិត្ត Mars ទេគាត់បានជំរុញឲ្យ Mars ប្រើល្បឿនរបស់គាត់ Mars បានទទួលយកបញ្ហាប្រឈមប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមរត់គាត់លឿនខ្លាំងណាស់ដែលមនុស្សគ្រប់គ្នាមើលមិនឃើញចលនារបស់ Mars មានតែ Finn ទេដែលអាចមើលឃើញចលនារបស់ Mars អ្នកប្រកួតប្រជែងបានត្អូញត្អែថា Mars កំពុងតែបោកប្រាស់ប៉ុន្តែមុនពេលមានការប្រយុទ្ធ Roy Cavell បានបញ្ឈប់គាត់ Roy គឺជាសិស្សវិទ្យាល័យម្នាក់ដែលគ្មាននរណាម្នាក់ចង់រញ៉េរញ៉ៃជាមួយគាត់ដូចជាក្មេងស្រឡាញ់ភេទដូចគ្នាអ្នកប្រកួតប្រជែងគឺជាបងប្រុសរបស់ Roy បានប្រាប់ Mars ឲ្យមកជួបគាត់នៅទីនេះបន្ទាប់ពីចេញពីសាលារៀនបន្ទាប់ពីនោះ Roy មានការតូចចិត្តយ៉ាងខ្លាំងដែលប្អូនប្រុសរបស់គាត់ចាញ់ Mars Finn បានប្រាប់ Mars ថា Roy ក៏ជាអតីតសិស្សដូចគាត់ដែរគាត់ក៏ជាកូនប្រុសរបស់សិស្សច្បងម្នាក់នៅក្នុងក្រសួងអប់រំផងដែរគាត់មានទំនាក់ទំនងល្អជាមួយសិស្សច្បងប្រសិនបើគាត់មិនចូលចិត្តនរណាម្នាក់ទេគាត់អាចបណ្ដេញមនុស្សនោះចេញពីសាលាបានយ៉ាងងាយដូច្នេះមនុស្សគ្រប់គ្នាត្រូវស្ដាប់ Roy ក្រោយពីចេញពីសាលារៀន Mars កំពុងញ៉ាំការ៉េមប៉ុន្តែ Roy បានស្លាប់ទៅហើយហេតុអ្វីបានជាគាត់មិនមកនៅថ្ងៃបន្ទាប់ឧបករណ៍របស់ Mars ត្រូវបានបំផ្លាញដោយល្បិចរបស់ Roy បានសួរគាត់ថាហេតុអ្វីបានជាគាត់មិនមកកាលពីម្សិលមិញ Mars បាននិយាយថាគាត់រវល់ដូច្នេះគាត់មិនបានទៅទេនោះជាការចាប់ផ្ដើមដ៏ល្អ Roy ដឹងថា Mars ចង់ក្លាយជាប្រធានាធិបតីដូច្នេះគាត់បានប្រាប់ Mars ឲ្យស្ដាប់គាត់នឹងដាក់ឈ្មោះ Mars ជាប្រធានាធិបតីហើយគាត់មានទំនាក់ទំនងជាមួយអ្នកជាន់ខ្ពស់ Mars បានទទួលយកការផ្ដល់ជូននេះយ៉ាងងាយដូច្នេះ Mars បានចាប់ផ្ដើមធ្វើអ្វីគ្រប់យ៉ាងដែល Roy បានប្រាប់គាត់ឲ្យធ្វើនៅថ្ងៃបន្ទាប់ Mars បានឃើញសៀវភៅដែលឆេះដូច្នេះគាត់បានខ្ចីសៀវភៅរបស់ Finn ប៉ុន្តែ Finn មិនអនុញ្ញាតឲ្យ Mars ខ្ចីវាទេ Mars បានអរគុណគាត់ប៉ុន្តែគាត់បាននិយាយថាទេដូច្នេះ Mars បាននិយាយថាវាល្អដែល Finn ជាមិត្តរបស់គាត់ Roy បន្តលេងសើចជាមួយ Mars ហើយអ្នកដែលដុតសៀវភៅនោះគឺ Finn Roy បានប្រាប់ Finn ឲ្យធ្វើវាហើយគាត់ចង់ឲ្យ Finn ដុតសម្លៀកបំពាក់របស់ Finn ប៉ុន្តែ Finn ឮដូច្នោះគាត់ក៏បដិសេធ Roy ហើយមិនចង់ធ្វើវាម្ដងទៀតទេដូច្នេះ Roy បានដាក់ទណ្ឌកម្ម Finn ប៉ុន្តែ Mars មិនបានធ្វើវាទេ Finn បានសារភាពថាគាត់បានធ្វើវាប៉ុន្តែ Mars រីករាយដែលបានធ្វើជាមិត្តរបស់គាត់ប៉ុន្តែ Finn មានអារម្មណ៍ថាមានកំហុសហើយបានសុំទោស Mars ដូច្នេះ Finn ត្រូវបានដាក់ទណ្ឌកម្មប៉ុន្តែ Roy ក៏ត្រូវបានដាក់ទណ្ឌកម្មដែរហើយបន្ទាប់មកសិស្សច្បងបានដើរចូលមកហើយឃើញអ្វីៗគ្រប់យ៉ាងគាត់បានបើកកិច្ចប្រជុំមួយដើម្បីដាក់ទណ្ឌកម្ម Finn និង Mars ប៉ុន្តែ Mars ជាអ្នកដាក់ទណ្ឌកម្មគាត់ Fagman មិនអាចធ្វើអ្វីបានទេប៉ុន្តែ Mars ជាអ្នកដាក់ទណ្ឌកម្មគាត់ Mars បាននិយាយថាគាត់នឹងដាក់ទណ្ឌកម្មគាត់ប្រសិនបើគាត់អាចដេញគាត់ចេញជាចុងក្រោយ Mars បានជួប Warburg ដែលបានសរសេរសៀវភៅមួយហើយបានប្រាប់គាត់ឲ្យដេញគាត់ចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុន្តែ Warburg បានដុតសៀវភៅនោះចោលប្រកបមិនចូលចិត្តដែលពិភពលោកនេះបន្សល់ទុកមនុស្សចិត្តល្អដូច Mars ហើយមានមនុស្សតិចណាស់ដែលលះបង់ដើម្បីអ្វីមួយដូចជា Mars Warburg ចង់ឲ្យ Mars ធ្វើជាប្រធានាធិបតីដើម្បីផ្លាស់ប្ដូរតុល្យភាពនៃពិភពលោកហើយ Warburg បានបញ្យល់ទៅ Mars ហើយ Mars បានស្ដាប់វាម្ដងទៀតប៉ុន្តែព័ត៌មាននេះមិនល្អសម្រាប់ Mars ទេ Warburg ចង់ឲ្យ Mars ធ្វើការងាររបស់គាត់និងប្រមូលធនធានឲ្យបានច្រើនតាមដែលគាត់អាចធ្វើបានហើយគាត់នឹងរកវិធីដើម្បីដោះស្រាយជាមួយ Fagman និងបញ្ជូនមន្តអាគមទៅកាន់ Mars Warburg មានទំនុកចិត្តថា Mars អាចឆ្លងកាត់ព្យុះនេះហើយដោះស្រាយជាមួយ Fagman វាធ្វើឲ្យ Mars មើលឃើញសិស្សដទៃទៀតថាជាការសរសើរពីព្រោះអ្នកទាំងពីរនាក់នេះជាមនុស្សអាក្រក់ដែលមិនគួរនៅក្នុងសាលានេះហើយឈ្មោះរបស់បរិសម្នាក់នេះគឺ Tom Noel តើគាត់បានអញ្ជើញលោក Mars ឲ្យធ្វើជាដូរៀវក្នុងនាមជាតំណាងគ្រួសារ Adler មែនទេលោក Mars មិនយល់ព្រមទេប៉ុន្តែហេតុអ្វីបានជាគាត់ចូលរួមក្រុមដែលជាកីឡាស្រដៀងនឹងភាពយន្ត Harry Potter ហើយនៅពេលដែលការប្រកួតប្រជែងចាប់ផ្ដើមមនុស្សគ្រប់គ្នាចាប់ផ្ដើមចូលទៅក្នុងសង្វៀនហើយប្រកួតប្រជែងគ្នាទៅវិញទៅមកប៉ុន្តែខ្ញុំមិនគិតថាវាជាលោក Mars ពីព្រោះគាត់មិនអាចប្រើមន្តអាគមបានមនុស្សគ្រប់គ្នាចាប់ផ្ដើមអង្វរលោក Mars ប្រសិនបើមិនមែនដោយសារលោក Mars ទេខ្ញុំគិតថាគាត់ចង់ត្រឡប់ទៅផ្ទះវិញហើយនោះហើយជាក្បាច់គុណលេខ1 3របស់ Mars ប្រសិនបើអ្នកចូលចិត្តវាសូមជួយចុច like ដើម្បីលើកទឹកចិត្តខ្ញុំតើក្បាច់គុណដែលនៅសល់នឹងមកដល់នៅពេលណាជួបគ្នាពេលក្រោយ